នេះគឺជាស្ថានទីដែលព្រះសម្មាសម្ពុទ្ធទ្រង់ទទួលចង្ហាន់ចុងក្រោយអំពីនាយចន្ទកម្មារិបុត្របន្ទាប់ពីព្រះសម្មាសម្ពុទ្ធទ្រង់សោយចង្ហាន់ចុងក្រោយនោះមកព្រះអង្គស្ទើរតែបរិនិព្វាននៅក្នុងកាលនោះប៉ុន្តែដោយអំណាចពុទ្ធានុភាពព្រះអង្គក៏ទ្រង់អធិដ្ឋានដោយជីវតសង្ខារអធិដ្ឋានឲ្យសង្ខារតាំងនៅដើម្បីឆ្ពោះដំណើរទៅកាន់ទីក្រុងកុសិនារាដោយឆ្លងកាត់ស្ទឹងកកុធនទីនិងស្ទឹងហិរញ្ញវតីដើម្បីយាងចូលកាន់បរិនិព្វាននៅក្នុងទីនោះតំបន់កុសិនារាទីស្ថាននេះគឺជាទីស្ថានដែលព្រះសម្មាសម្ពុទ្ធទ្រង់គង់រង់ចាំព្រះអនន្តទៅដងទឹកពីស្ទឹងកកុធនទីថ្វាយចំពោះព្រះដ៏មានពភាកទ្រង់សោយនិងរង់ចាំដំណឹងពីពួកមលក្សត្រសូមការអនុញ្ញាតចូលកាន់បរិនិព្វាននៅក្នុងទីក្រុងនេះកុសិនារាជាទីក្រុងដែលគ្រប់គ្រងទៅដោយពពួកមលក្សត្រនាសម័យពុទ្ធកាលទីនេះគឺជាទីស្ថានដែលព្រះសម្មាសម្ពុទ្ធទ្រង់យាងចូលបរិនិព្វាន